នៅក្នុងប្រព័ន្ធសភានិយមដូចជាកម្ពុជាសមាជិករដ្ឋសភាឬតំណាងរាស្ត្រមានតួនាទីសំខាន់ណាស់ក្នុងការការពារផលប្រយោជន៍ជាតិដើម្បីលើកទឹកចិត្តដល់អ្នកតំណាងរាស្ត្រឲ្យបំពេញបេសកកម្មនេះរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនៃប្រទេសបានផ្ដល់សិទ្ធិពិសេសដល់ពួកគេសិទ្ធិពិសេសទាំងនោះហៅថាអភ័យឯកសិទ្ធិដែលការពារអ្នកតំណាងរាស្ត្រពីការសម្លុតគំរាមកំហែងចោទប្រកាន់ឬចាត់ចងដោយគ្រាន់តែសម្ដែងមតិយោបល់ក្នុងការបំពេញតួនាទីរបស់ខ្លួនជាអ្នកតំណាងរាស្ត្រប៉ុន្តែបើសិនអ្នកតំណាងរាស្ត្រដែលមានតួនាទីឃ្លាំមើលសកម្មភាពរបស់រដ្ឋាភិបាលដើម្បីជួយរាស្ត្របំពេញការងាររបស់ខ្លួនពោពេញទៅដោយភាពភ័យខ្លាចទៅហើយនោះតើនរណាអាចជួយរាស្ត្របានចាតទៅនេះលោកជីវិតាមានបទពិភាក្សាមួយដោយពិនិត្យមើលនយោបាយឯងជួយអញជួយឯងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនថាបានប៉ះពាល់ដល់នីតិរដ្ឋនៅកម្ពុជាយ៉ាងណាខ្លះពេលចប់អាណត្តិចាស់ចូលដល់អាណត្តិថ្មីម្ដងទាំងសហគមន៍ជាតិនិងអន្តរជាតិតែសង្ឃឹមថាការគ្រប់គ្រងប្រទេសកម្ពុជានឹងមានការផ្លាស់ប្ដូរទៅរកភាពល្អប្រសើរប៉ុន្តែក្រោមការគ្រប់គ្រងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនជាង2ទសវត្សរ៍កន្លងមកនេះវិបត្តិធំដូចជាបញ្ហាអំពើពុករលួយបញ្ហាតុលាការឯករាជ្យបញ្ហារដ្ឋសភាឯករាជ្យបញ្ហាបំផ្លាញធនធានធម្មជាតិបញ្ហាដីធ្លីបញ្ហាអនុវត្តច្បាប់អន្តោប្រវេសន៍និងបញ្ហានីតិរដ្ឋភាពហាក់កាន់តែមានសភាពធ្ងន់ធ្ងរដោយសារតែលោកនាយករដ្ឋមន្ត្រីហ៊ុនសែននៅតែបន្តនយោបាយការពារមន្ត្រីនិងឈ្មួញខលខូចដរាបណាពួកគេមានភក្តីភាពនិងប្រយោជន៍ចំពោះលោកប៉ុន្តែបើបុគ្គលណាធ្វើអ្វីមួយប៉ះពាល់ដល់ប្រយោជន៍របស់លោកមិនឲ្យនៅសុខទេឧទាហរណ៍ថ្មីនេះលោកនាយករដ្ឋមន្ត្រីហ៊ុនសែនមិនត្រឹមតែមិនបានថ្លែងសារទរគាំទ្រចំពោះលោកកឹមសុខាអនុប្រធានទី1រដ្ឋសភាដែលបានចេញមុខប្រកាសប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយប៉ុណ្ណោះទេប៉ុន្តែលោកថែមទាំងបានថ្លែងគម្រាមដកតំណែងថ្នាក់ដឹកនាំរដ្ឋសភារូបនេះទៀតផងថារកវិធីបោះឆ្នោតទម្លាក់រដ្ឋមន្ត្រីបើបោះឆ្នោតទម្លាក់រដ្ឋមន្ត្រីយើងគិតបោះឆ្នោតទម្លាក់អនុប្រធានសភាវិញសម្លេងណាខ្លាំងជាងណានឹងប្រយ័ត្នផងវិញក្នុងរបបប្រជាធិបតេយ្យរដ្ឋសភាមានតួនាទីសំខាន់ណាស់ក្នុងការជួយធ្វើឲ្យសង្គមស្អាតស្អំនិងលើកស្ទួយនីតិរដ្ឋសភាអាចសម្រេចគោលដៅទាំងនេះបានតាមរយៈការធ្វើច្បាប់ល្អតាមដានសកម្មភាពអនុវត្តច្បាប់របស់រដ្ឋាភិបាលនិងក៏ហៅមន្ត្រីរដ្ឋាភិបាលមកឆ្លើយបំភ្លឺនៅបញ្ហាជាតិរហូតដល់មានអំណាចបោះឆ្នោតទម្លាក់រដ្ឋមន្ត្រីឬនាយករដ្ឋមន្ត្រីដែលរំលោភអំណាចបំពានច្បាប់ជាដើមប៉ុន្តែរហូតមកដល់ចុងអាណត្តិទី4សហគមន៍ជាតិនិងអន្តរជាតិមើលឃើញថារដ្ឋសភាកម្ពុជាមិនត្រឹមតែមិនបានប្រើប្រាស់អំណាចរបស់ខ្លួនឲ្យសមស្របតាមគន្លងប្រជាធិបតេយ្យដែលរដ្ឋធម្មនុញ្ញបានប្រគល់អំណាចឲ្យប៉ុណ្ណោះទេប៉ុន្តែថែមទាំងក្លាយជាស្ថាប័នចាំតែប្រថាប់ត្រាឬសម្រួលកិច្ចការដែលជាប្រយោជន៍នយោបាយជូនដល់រាជរដ្ឋាភិបាលកម្ពុជាថែមទៀតផងសញ្ញាផ្លាស់ប្ដូរអេរយាប័តរបស់ស្ថាប័នកំពូលមួយនេះហាក់ដូចជាចាប់ផ្ដើមហើយគឺផ្លាស់ប្ដូរពីរដ្ឋសភាដែលចាំតែលើកដៃទៅជារដ្ឋសភាដែលគោរពរដ្ឋធម្មនុញ្ញប៉ុន្តែគន្លងថ្មីដែលកំពុងអើតក្បាលពំពំមុខនេះត្រូវរងការគំរាមក្តិចចោលទៅវិញកាលពីដើមខែកញ្ញាឆ្នាំ2014នេះលោកកឹមសុខាអនុប្រធានទី1រដ្ឋសភាបានប្រកាសថាលោកនឹងប្រើប្រាស់យន្តការរដ្ឋសភាដើម្បីបោះឆ្នោតដកហូតមន្ត្រីរាជការណាដែលពុករលួយប៉ុន្តែការបដិញ្ញារបស់តំណាងរាស្ត្ររូបនេះត្រូវបានបន្តិចបង្អាក់ដោយលោកនាយករដ្ឋមន្ត្រីហ៊ុនសែនទៅវិញការគម្រាមកំហែងដកតំណែងរបស់លោកកឹមសុខាធ្វើឲ្យមតិជាតិនិងអន្តរជាតិខ្លះភ្ញាក់ផ្អើលនិងកាន់តែបាត់បង់ជំនឿលើលោកនាយករដ្ឋមន្ត្រីហ៊ុនសែនក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយថែមទៀតភ្ញាក់ផ្អើលពីព្រោះនាពេលចុងក្រោយនេះលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានលើកទឹកចិត្តឲ្យគណៈបកប្រឆាំងជួយបោះសម្អាតអំពើពុករលួយដោយចាត់ទុកថាគណៈបកប្រឆាំងគឺជាកញ្ចក់សង្គមប៉ុន្តែសម្រាប់អ្នកតាមដានព្រឹត្តិការណ៍កម្ពុជាយ៉ាងដិតដល់វិញនោះប្រកាសជាមិនភ្ញាក់ផ្អើលទេពីព្រោះលោកនាយករដ្ឋមន្ត្រីហ៊ុនសែនតែងអោបកសោបការពារមន្ត្រីនឹងឈ្មោះខលខូចតែអញ្ចឹងពីដើមមកចរិតនយោបាយឯងជួយអញជួយឯងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែននេះហើយដែលបានជួយឲ្យលោកផ្ដួលរំលំសម្ដេចក្រមព្រះនរោត្តមរណរដ្ឋអតីតនាយករដ្ឋមន្ត្រីទី1ក្នុងអាណត្តិទី1បានដោយជោគជ័យខុសគ្នាពីលោកនាយករដ្ឋមន្ត្រីហ៊ុនសែនដែលតែងការពារអ្នកមានស្វាមីភក្តិចំពោះលោកទោះប្រព្រឹត្តអ្វីខុសក៏ដោយចុះសម្ដេចក្រមព្រះនរោត្តមរណរដ្ឋវិញមិនដូច្នោះទេព្រះអង្គបានខុបខិតគ្នាជាមួយលោកហ៊ុនសែននាយករដ្ឋមន្ត្រីទី2នាពេលនោះ
ដកមន្ត្រីស្មោះត្រង់របស់ព្រះអង្គគឺលោកសំរងស៊ីពីតំណែងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដោយសារតែរដ្ឋមន្ត្រីរូបនេះហ៊ានចេញមុខបង្ក្រាបថៅកែថៃប៊ុនម៉ាម្ចាស់ក្រុមហ៊ុនថៃប៊ុនរុងដែលល្មើសច្បាប់មិនបង់ពន្ធលើទំនិញនាំចូលគ្មាននរណាហ៊ានក្អកជាមួយលោកថៃប៊ុនម៉ាទេនៅក្នុងទសវត្សរ៍ឆ្នាំ1990ពីព្រោះអង្គការដ៏មានឥទ្ធិពលរូបនេះស្និទ្ធនឹងលោកនាយករដ្ឋមន្ត្រីហ៊ុនសែនសូម្បីតែលោកថេងប៊ុនម៉ាដកកំភ្លើងខ្លីការ59បាញ់បំបីកង់ជន់ហោះ The Air Royal Cambodia នៅឆ្នាំ1997ផ្អើលពេញពិភពលោកបន្ទាប់ពីរោគវ៉ាលីរបស់គាត់មិនឃើញក៏ដោយក៏មិនមានអាជ្ញាធរមានសមត្ថកិច្ចណាហ៊ានចាប់ឃាត់ខ្លួនគាត់ដែរក្រោយព្រឹត្តិការណ៍រដ្ឋប្រហារទម្លាក់សម្ដេចក្រមព្រះនរោត្តមរណរដ្ឋឆ្នាំ1997បានជោគជ័យលោកថេងប៊ុនម៉ាបាននិយាយអួតប្រាប់អ្នកសារព័ត៌មានបរទេសថាលោកបានឲ្យលុយ$1 លានសហរដ្ឋអាមេរិកដល់លោកហ៊ុនសែនដើម្បីឧបត្ថម្ភដល់សកម្មភាពរដ្ឋប្រហារនាពេលនោះករណីការពារផលប្រយោជន៍គ្នាទៅវិញទៅមកឯងជួយអញជួយឯងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនដែលបានស្ដែងចេញមកនៅមានទៀតនៅក្នុងឆ្នាំ1997នោះដែរអង្គការម៉ុងរទ្ធីដែលជាប់ពាក់ព័ន្ធនឹងការរត់ពន្ធកញ្ឆា7តោនតាមផែកំពង់សោមក៏ត្រូវលោកនាយករដ្ឋមន្ត្រីហ៊ុនសែនចេញមុខការពារដែរករណីជាក់ស្ដែងថ្មីនេះទៀតគឺសំណុំរឿងរបស់ទណ្ឌិតឈូបបណ្ឌិតអភិបាលស្រុកបាវិតខេត្តស្វាយរៀងដែលត្រូវតុលាការកាត់ទោសឲ្យជាប់គុកចំនួន2ឆ្នាំពីបទបាញ់កម្មករ3នាក់ឲ្យរងរបួសប៉ុន្តែមិនដែលត្រូវបានចាប់ខ្លួនឡើយនេះក៏ដោយសារតែមានមន្ត្រីជាន់ខ្ពស់ចាំការពារហើយលោកនាយករដ្ឋមន្ត្រីហ៊ុនសែនធ្វើជាមិនដឹងមិនឮក្រោមការគ្រប់គ្រងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនជាង2ទសវត្សរ៍មកនេះអំពើនីតិរដ្ឋភាពឬជនល្មើសច្បាប់គេចផុតពីសំណាញ់ច្បាប់ដោយសារតែនយោបាយឯងជួយអញជួយឯងនេះនៅមានច្រើនទៀតទោះជាយ៉ាងណាតើការគម្រាមរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនចង់ទម្លាក់អនុប្រធានទី1រដ្ឋសភាពលលោកកឹមសុខាដែលមានបំណងខ្ចីដៃតំណាងរាជគណៈបកប្រជាជនកម្ពុជាដើម្បីកំចាត់រដ្ឋមន្ត្រីដែលពុករលួយនោះមានផលប៉ះពាល់ផ្លូវច្បាប់យ៉ាងណាដែរមិនមានបញ្ញត្តិណាមួយចែងអំពីនីតិវិធីដកហូតតំណែងថ្នាក់ដឹកនាំរដ្ឋសភាដោយសារតែបានបញ្ចេញមតិដែលជាប្រយោជន៍របស់ជាតិឡើយទោះជាយ៉ាងណាមាត្រា80នៃរដ្ឋធម្មនុញ្ញចែងថាតំណាងរាស្ត្រមានអភ័យឯកសិទ្ធិតំណាងរាស្ត្រណាក៏ដោយមិនអាចត្រូវបានចោទប្រកាន់ចាប់ខ្លួនឃាត់ខ្លួនឃុំខ្លួនដោយហេតុពីបានសម្ដែងយោបល់ឬមតិក្នុងការបំពេញមុខងាររបស់ខ្លួនបានឡើយការប្រកាសចាត់វិធានការកម្ចាត់អំពើពុករលួយគឺជាសេចក្តីប្រាថ្នារបស់ពលរដ្ឋគ្រប់រូបសូម្បីតែអង្គភាពប្រឆាំងអំពើពុករលួយក៏បានលើកទឹកចិត្តឲ្យពលរដ្ឋខ្មែរគ្រប់រូបជួយគ្នាលុបបំបាត់អំពើពុករលួយដោយរាយការណ៍អំពីមន្ត្រីពុករលួយចុះទម្រាំលោកកឹមសុខាប្រើប្រាស់តួនាទីជាតំណាងរាស្ត្រផ្ដួចផ្ដើមគំនិតបំបត្តិអំពើពុករលួយបែរជាត្រូវទទួលទណ្ឌកម្មទៅវិញនោះសួរថាតើប្រជារាស្ត្រខ្មែរនឹងអត់ក្តៅក្រហាយបានទេភ្លាមក្រោយពីការគម្រាមដកហូតតំណែងលោកកឹមសុខាអ្នកលេងបណ្ដាញ Facebook ជាច្រើនបានជេរប្រតិចលោកនាយករដ្ឋមន្ត្រីហ៊ុនសែនយ៉ាងចាស់ដៃទោះជាយ៉ាងណាមើលទៅលោកនាយករដ្ឋមន្ត្រីហ៊ុនសែនប្រហែលជាព្រួយបារម្ភអំពីសុវត្ថិភាពរបស់លោកផ្ទាល់ខ្លាំងជាងទើបប្រញាប់វាយបកទៅលោកកឹមសុខាភ្លាមដោយមិនទុកឱកាសឲ្យលោកកឹមសុខាបញ្ចេញសកម្មភាពមុនការព្រួយបារម្ភនោះគឺថាប្រសិនបើតំណាងរាស្ត្រគណៈបក្សសង្គ្រោះជាតិអាចគៀងគររកសម្លេងគាំទ្រពីតំណាងរាស្ត្រគណៈបកប្រជាជនកម្ពុជាបានចំនួន7សម្លេងទៀតបង្គ្រប់សម្លេង 50% បូក 1 ដើម្បីបោះឆ្នោតទម្លាក់មន្ត្រីពុករលួយណាមួយបានមែននោះថ្ងៃណាមួយពួកគេក៏អាចនឹងបោះឆ្នោតទម្លាក់រូបលោកបានដែរអង្គការដំណាភាពអន្តរជាតិបានចាត់ប្រទេសកម្ពុជាចូលក្នុងចំណោមប្រទេសដែលមានអំពើពុករលួយខ្ពស់បំផុតមួយនៅលើលោកអំពើពុករលួយនៅកម្ពុជាកើតមានជាប្រព័ន្ធនិងចាក់ស្រេះយ៉ាងជ្រៅក្នុងសង្គមកម្ពុជាដែលមិនអាចបំបែកបានដោយងាយពុករលួយចាក់ស្រេះកប់ជ្រៅមិនអាចបំបែកបានដោយងាយនេះគឺដោយសារតែនយោបាយឯងជួយអញជួយឯងរបស់គណៈបកកាន់អំណាចនេះហើយទោះជាយ៉ាងណាក៏ដោយចុះក្រុមអ្នកឃ្លាំមើលនយោបាយកម្ពុជាយល់ឃើញថាវាល្មមដល់ពេលហើយដែលលោកនាយករដ្ឋមន្ត្រីហ៊ុនសែនត្រូវបោះបង់ចោលនយោបាយឯងជួយអញជួយឯងនេះហើយងាកមកសហការជាមួយគណៈបកប្រឆាំងដើម្បីបោះសម្អាតអំពើពុករលួយដោយដែលលោកបានសន្យាដល់ឱឡារិកជាច្រើនដងហើយនោះប្រសិនបើលោកចេះតែសន្យាខ្យល់ច្រើនដងពេកការបោះឆ្នោតអាណត្តិទី6គណៈបកប្រជាជនកម្ពុជាអាចនឹងបាត់បង់កៅអីច្រើនថែមទៀត
ហើយវិបត្តិសង្គមអាចនឹងផ្ទុះឡើងដោយក្របបែកកំណត់ពេលដែលរងចាំតែឱកាសប៉ុណ្ណោះខ្ញុំជីវិតាវិទ្យុអាស៊ីសេរី